ស្ដេចនាគរាជលេងគ្នាជាមួយនឹងស្ដេចសាមរ័យជប៉ុនហើយបើហ៊ានឈានលើបន្ទាត់ក្រហមជុំវិញទំនំរឿងតៃវ៉ាន់កុំថាឡើយទៅដល់មួយជំហានត្រឹមតែកន្លះជាហ៊ាននឹងអន្តរាយហិនហោចតែម្ដងនេះគឺជាការគម្រាមយ៉ាងក្តៅគគុករបស់យោធាមហាយៈចិនបានប្រាប់ទៅអតីតស្ដេចសង្គ្រាមលោកលើកទី2ប្រចាំតំបន់អាស៊ីឲ្យបានដឹងជាមុននៅក្នុងអត្ថបទចុះផ្សាយដែលភ្នាក់ងារសារព័ត៌មានសង្ហបុរី CNA ក្រសួងការពារជាតិចិនបានលើកឡើងកាលពីថ្ងៃប្រហ័សថាជប៉ុននឹងអន្តរាយហិនហោចខ្លួនជាក់ជាមិនខានប្រសិនបើឈានហូបបន្ទាត់ក្រហមជុំវិញសំណុំរឿងតៃវ៉ាន់នៅក្នុងការឆ្លើយតបចំពោះផែនការរបស់ជប៉ុនដែលមានគម្រោងដាក់ពង្រាយមីស៊ីលនៅលើកោះមួយដែលមានចម្ងាយត្រឹមតែប្រហែលជា100គីឡូម៉ែត្រតែប៉ុណ្ណោះពីសមុទ្រតៃវ៉ាន់ការគម្រាមកំហែងយ៉ាងក្តៅគគុកពីសំណាក់មហាយៈចិននេះបានកើតឡើងចំពេលដែលមានវិបត្តិការទូតដ៏អាក្រក់បំផុតមិនធ្លាប់មានរវាងប្រទេសទាំងពីរនៅក្នុងរយៈពេលប្រមាណឆ្នាំមកនេះបន្ទាប់ពីនារីបេះដូងដែករបស់ជប៉ុនគឺលោកស្រីនាយករដ្ឋមន្ត្រី Zana Takahashi បានលើកឡើងនៅក្នុងខែនេះថាការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់អាចនឹងញ៉ាំងឲ្យមានការឆ្លើយតបផ្នែកយោធាពីសំណាក់ទីក្រុងតូក្យូជាបន្ទាន់តែម្ដងដោយសម្ដីតែមួយម៉ាត់នេះសោះបានធ្វើឲ្យភាពតានតឹងឡើងកម្ដៅដូចបាយពួរអញ្ចឹងអ្វីត្បិតដឹងហើយស្ថានភាពកំពុងតែតានតឹងខ្លាំងប៉ុន្តែរដ្ឋមន្ត្រីការពារជាតិជប៉ុនលោកស៊ីជីរ៉ូនៅតែនិយាយកាលពីថ្ងៃអាទិត្យថាផែនការកំពុងតែឆ្ពោះទៅមុខជាលំដាប់នៅក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅមូលដ្ឋានយោធាមួយកន្លែងនៅកោះយូណាហ្គូមីដែលជាកោះមានចម្ងាយត្រឹមតែប្រហែលជា110គីឡូម៉ែត្រតែប៉ុណ្ណោះពីឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ឃើញជប៉ុននៅតែបន្តតាមផែនការយ៉ាងដូចនេះស្ដេចនាគរាជចាប់ផ្ដើមក្តៅស្លឹកត្រចៀកកាន់តែខ្លាំងរហូតលោកយ៉ាងប៊ីនអ្នកនាំពាក្យក្រសួងការពារជាតិចិនបានចេញមកពមៀនកប់មាត់ជំនួសឲ្យចង្វាយរបស់ខ្លួនបែបនេះថាកងទ័ពរំដោះប្រជាជនចិនមានសមត្ថភាពខ្លាំងក្លានិងមធ្យោបាយដែលអាចទុកចិត្តបាននៅក្នុងការកម្ចាត់សត្រូវឈ្លានពានណាមួយបានប្រសិនបើភាគីជប៉ុនហ៊ានឆ្លងកាត់ខ្សែបន្ទាត់ក្រហមកុំថាឡើយដល់តែមួយជំហានសូម្បីតែត្រឹមពាក់កណ្ដាលជំហានក៏មិនបានដែរពលគឺជប៉ុននឹងនាំទុកដាក់ខ្លួនជាក់ជាមិនខានហើយចុងក្រោយជាមិនផុតអំពីអន្តរាយហិនហោចនោះទេយោងទៅតាមប្រវត្តិសាស្ត្រពិតមិនកន្លែងគឺចិនមិនមែនជាដៃគូរបស់ជប៉ុនទេអំឡុងសង្គ្រាមលោកលើកទី2ដោយការពីពេលនោះជប៉ុនប្រៀបបីដូចជាស្ដេចមហាអំណាចជាន់ពានពិភពលោកទៅហើយកុំតែបានគ្រាប់បែកនុយក្លេអ៊ែរអាអូនតូចនិងអាម៉ាប់របស់អាមេរិកលុតឲ្យបាក់ស្បាតព្រមបោះក្រសែងតប្រកាសចោះចាញ់សង្គ្រាមលោកលើកទី2នៅក្នុងឆ្នាំ1945កុំអីពិភពលោកគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ជប៉ុនបាត់ទៅហើយប៉ុន្តែឥឡូវជារឿងផ្សេងជប៉ុនអាចនិយាយបានថាមិនមែនជាដៃគូរបស់ចិនក៏ថាបានដែរព្រោះចិនប្រៀបបានដូចជាបងធំប្រចាំតំបន់អាស៊ីទៅហើយសូម្បីតែបងធំពិភពលោកគឺអាមេរិកនៅតែញញើតខ្លះដែរដោយសារតែចិនរីកចម្រើនគ្រប់វិស័យទាំងសេដ្ឋកិច្ចនិងយោធានរណាមិនល្បីប៉ុន្តែលោកចិនប៊ីនបានបញ្ជាក់ឲ្យថាចិនមិនយកគំរូចាស់យកមកទុកនៅក្នុងខ្លួនទេកុំតែញញែញញ៉ាយរឿងតៃវ៉ាន់ទៅចប់បាត់ទៅហើយប៉ុន្តែបើនៅតែផ្កើនប្រកបជាវេទនាខ្លួនឯងជាក់ជាមិនខាន